ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបងអូនចង់មកណែនាំនៅផ្ទះដែលសង់រួចរាល់មកប្លង់ដែលមាននៅក្នុងគម្រោង Borei ONC វិឡារបស់យើងផ្ទាល់តែម្ដងឥឡូវកុំឲ្យខាត់ពេលយូរនាំបងប្អូនមកមើលម៉ូដផ្ទះនៅខាងក្រៅក៏ដូចជាម៉ូដផ្ទះនៅខាងក្នុងចង់បញ្ជាក់បងប្អូនដែរសម្រាប់ខ្នាតវិឡាតូរបស់យើងនេះជាប្រភេទវិឡាតូប្រាក់ក្បឿងនិងរៀបឥត20ជូនពត់ជុំវិញឲ្យតែម្ដងហើយបងប្អូនអាចមើលម៉ូដរបស់គេបានធំគ្រឿងដូរទេស្អាតធំទលាយស្រឡះល្អមែនតើហើយទីធ្លានៅខាងមុខនេះគឺបងប្អូនអាចចតឡានបានរហូតដល់2គ្រឿងហើយណោះសំខាន់ផ្ទះមួយប្លង់នេះគឺជាប្រភេទផ្ទះកែងដែលសល់ដីចំហៀងធំនិងសល់ដីខាងក្រោយធំបងប្អូនចំណុចពិសេសនោះបងប្អូនទិញទៅគឺខាងគម្រោងរៀបចំ free ជា landscape អញ្ចឹងបងប្អូនដែលអត់គិតថ្លៃតែម្ដងនិយាយរួមទៅបងប្អូនអត់ចាំបាច់ចាយកញ្ចប់លុយថែមពីលើទេហើយអាចមើលបាននេះយើងរៀបដាក់ចំជាដាំផ្កាចាក់ជាថ្មពណ៌សមើលមកគឺស្អាតមែនតើហើយចំហៀងផ្ទះគឺនៅសល់បាន2ម៉ែត្រកន្លះបែបហ្នឹងបងប្អូននេះអាចមើលបានអញ្ចឹងនៅពេលដែលបងប្អូនទិញទៅចង់កែកុនបន្ថែមពីលើនឹងទៀតក៏បានដែរឥឡូវកុំឲ្យខាត់ពេលយូរនាំបងប្អូនមកមើលម៉ូដនៅខាងក្នុងផ្ទះវិញម្ដងអញ្ចឹងនៅខាងក្នុងផ្ទះរបស់យើងពេលបងប្អូនទិញទៅគឺទទួលបាន4បន្ទប់គេងនិង4បន្ទប់ទឹកហើយយើងក៏មាន free ថែមសម្ភារៈជូនឲ្យបងប្អូនដូចគ្នាអញ្ចឹងពេលដើរចូលមកដល់ខាងក្នុងផ្ទះកន្លែងមើលខាងស្ដាំដៃបងប្អូនគឺឃើញមានកន្លែង space បន្ទប់ទទួលភ្ញៀវនេះគឺធំស្អាតស្រឡះល្អមែនតើមានប្រអួយកញ្ចក់ព័ទ្ធជុំវិញអញ្ចឹងហើយគឺយើងមាន free ជានេះចង្រឹងដែកចែកបងប្អូនសុខភាពជូនឲ្យបងប្អូនមិនស្អាតតែម្ដងកន្លែងហ្នឹងគឺបងប្អូនអាចរៀបចំជាសាឡុងជាទូអីបានមកឆ្លាញ់ចេញពីនឹងមកគឺមកដល់កន្លែងទីធ្លាផ្ទះបាយរបស់យើងបងប្អូនអញ្ចឹងសម្រាប់ទីធ្លាផ្ទះបាយនេះគឺយើងមាន2បងប្អូនបានន័យថាមានផ្ទះបាយស្ងួតហើយនិងផ្ទះបាយសើមអញ្ចឹងណានិយាយទៅផ្ទះមួយប្លង់នេះគឺប្លែកហើយស្អាតមែនតើបងប្អូនអញ្ចឹងកន្លែងផ្ទះបាយសើមបងប្អូននេះគឺគេមានធ្វើជាទ្វាររុញចេញចូលបែបនេះអញ្ចឹងនៅពេលដែលបងប្អូនចំអិនអាហារមានក្លិនមានអីបងប្អូនអាចបិទកន្លែងទ្វារស្លាយនឹងហើយយើងអាចបើកអួយកញ្ចក់នឹងទៀតហើយមួយទៀតនេះបងប្អូនអាចបើកកន្លែងម៉ាស៊ីនបិទក្លិននឹងបានអញ្ចឹងណាអញ្ចឹងបញ្ជាក់បងប្អូនទូចក្រានបាយលើក្រោមទាំងក្រានបាយសើមនិងក្រានបាយសួនហ្នឹងគឺយើងមាន free រៀបចំជូនឲ្យបងប្អូនមកស្អាតតែម្ដងអញ្ចឹងបងប្អូនអាចចាំបាច់ចាយកញ្ចប់លុយថែមទៅលើទេហើយនេះវិញក៏គេមានជាទ្វារចេញចូលនៅខាងក្រោយឲ្យបងប្អូនដូចគ្នាដែរនេះអញ្ចឹងសម្រាប់នៅទីធ្លាខាងក្រោយនេះគឺនៅសល់បាន3ម៉ែត្រធំទលាយស្អាតមែនតើហើយរៀបចំ landscape អញ្ចឹងឲ្យបងប្អូនគាត់ជុំវិញផ្ទះឲ្យតែម្ដងហើយកន្លែងនេះក៏យើងមាននេះព្រីភ្លើងសម្រាប់បងប្អូនដាក់ជាម៉ាស៊ីនបោកកៅអៅទុកហាកៅអៅនៅខាងក្រោយនឹងបានអញ្ចឹងណាឥឡូវយើងនាំបងប្អូនទៅមើលបន្ទប់មួយទៀតបងប្អូនសម្រាប់ផ្ទះនៅនេះគឺបងប្អូនទិញទៅទទួលបាន4បន្ទប់គេងនិង4បន្ទប់ទឹកអញ្ចឹងចង់បញ្ជាក់បន្តិចបងប្អូនសម្ភារៈរបស់បងប្អូនឃើញនៅខាងក្រោមជាន់ខាងក្រោមនេះគឺយើង free ជូនទាំងអស់បងប្អូនមិនថានេះកន្លែងទូកញ្ចក់នេះក៏យើងរៀបចំជូនឲ្យបងប្អូនមិនស្អាតដែរនិយាយទៅ free ច្រើនមែនតែនទីនេះដោយសារអីមេគាត់ចង់បញ្ចេញមកប្លង់ចង់ក្រោយណាផ្ទះនៅនេះគឺបាន4បន្ទប់គេង4បន្ទប់ទឹកអញ្ចឹងនៅខាងក្រោមនេះគឺគេ design បានបន្ទប់មួយអញ្ចឹងបន្ទប់នេះគឺធំទលាយបងប្អូនរៀបចំជាបន្ទប់គេងសម្រាប់តាយាយក៏បានរៀបចំជា office ការិយាល័យក៏បានដែរមានបន្ទប់ទឹកហើយនឹងមានកូនឃ្លាំងនៅខាងក្រោមចនាឥឡូវនាំបងប្អូនទៅមើលបន្ទប់នៅជាន់ខាងលើវិញម្ដងអញ្ចឹងសម្រាប់កម្មចនាបងប្អូនពេលឡើងទៅគឺអត់មានអារម្មណ៍ថាចោលទេបងប្អូនឈប់តើឥឡូវយើងឡើងមកដល់ជាន់ទីធ្លាខាងលើហើយអញ្ចឹងខាងលើនេះគឺធំទលាយនេះ space កន្លែងនេះបងប្អូនចង់រៀបចំបន្ថែមទៀតក៏បានដាក់ជាកៅអីដាក់ជាសាឡុងអង្គុយក៏បានដែរបងប្អូនហើយខាងលើបាន3បន្ទប់គេង3បន្ទប់ទឹកអញ្ចឹងជាប់ជាមួយនឹងចនាយើងហ្មងឡើងមកដល់ភ្លាមគឺឃើញមានបន្ទប់មួយអាចនិយាយបានថាបន្ទប់នេះបងប្អូននឹងជាកូនប្រុសអីរៀបចំជាបន្ទប់កូនប្រុសបានប៉ុណ្ណឹងអាចដាក់ខែដាក់ទូកៅអៅអីបានមកសពរោមអញ្ចឹងណាមានប្រអួយកញ្ចក់សងខាងគាត់ជុំវិញឲ្យបងប្អូនហើយក៏មានបន្ទប់ទឹកនៅខាងក្នុងនឹងស្រាប់ឲ្យបងប្អូនដូចគ្នាដែរហើយជាប់ជាមួយនឹងបន្ទប់នឹងផងដែរនេះគេមានបន្ទប់មួយទៀតធំជាងបន្ទប់មុននឹងទៀតបងប្អូននេះមានកូនកំមុំកូនស្រីអីរៀបចំជាបន្ទប់គេងកន្លែងហ្នឹងឲ្យពួកគាត់បានហើយមានបន្ទប់ទឹកប្រើប្រាស់រៀងៗខ្លួនទៅរស់នៅនេះស្រួលបងប្អូនអត់មានបន្ទប់ទឹករួមមានអីទេគ្រប់បន្ទប់គេងគឺមានបន្ទប់ទឹកទាំងអស់ហើយចំណែកខាងនេះវិញគឺជាម៉ូដបន្ទប់មេគ្រួសារនេះបងប្អូនហើយធំស្រឡះស្អាតមែនតើសំខាន់នៅនេះគឺ free ម៉ាស៊ីនត្រជាក់ឲ្យបងប្អូនគ្រប់បន្ទប់តែម្ដងបងប្អូននេះកន្លែងនេះក៏គេបានខាងបែងចែកមួយទៀតដាច់តម្លៃជាមួយនឹងបន្ទប់ទឹកហើយនឹងកន្លែងទីធ្លាផ្លាកអាកន្លែងនេះបងប្អូនអាចរៀបចំឌីក័រជាទូកៅអៅជាទូសំអាងមកស្រីអីបានមកឆ្លៃបងប្អូនចំណែកខាងនេះវិញបន្ទប់មេគ្រួសារគឺជាប់ជាមួយនឹងវេរ៉ាដាទៀតនេះវេរ៉ាដាគេធំទលាយមែនតើចឹងបងប្អូនរៀបចំជាខែគេអត់ជាខែគេអាជាសាយបងប្អូនរៀបចំដាក់ជាតុជាកៅអីអីអង្គុយបានញ៉ាំកាហ្វេពេលល្ងាចឡើងអីបងប្អូនគឺត្រូវម៉ាច់តែម្ដងសំខាន់ចង់បញ្ជាក់បងប្អូនថាចេះផ្ទះនៅនេះ
បងកំពុងតែថតឲ្យបងប្អូននេះគឺអត់មានបើកភ្លើងទេបងប្អូនប៉ុន្តែភ្លើងដូចបើកភ្លើងចឹងបើសិនជាបើកភ្លើងទៀតគឺស្អាតជាងនឹងទៀតហើយបងប្អូនទីផ្ទះនេះគឺចំណេញដោយសារតែពេលព្រឹកពេលថ្ងៃអត់ចាំបាច់បើកភ្លើងបើកអីទេបងប្អូនមានតែបើកតែវាននមកឃើញពលឺចាស់ចិញ្ចោខ្យល់អាកាសចាស់ចិញ្ចោបានល្អសម្រាប់តម្លៃផ្ទះមួយប្លង់នេះត្រឹមតែ150000ជាងទេបើសិនជាបងប្អូនមានកញ្ចប់បង់ដាច់វិញនៅសល់តែ140,000ជាងទេ free សម្ភារៈជូនដោយដែលនៅខាងក្នុងវីដេអូដែលបងប្អូនឃើញទាំងអស់តែម្ដងចំណុចពិសេសមានប្លង់រឹងស្រាប់ទៀតទីតាំងវិញគឺនៅពេញយើងនឹងទេបងប្អូននៅក្បែរនឹងផ្លូវទំនប់កប់ស្រូវចៃពេលតាម7នាទីពីផ្លូវធំកប់ស្រូវមកបើសិនជាបងប្អូនមកពីខាងប៉ែកអ៊ីអន2វិញចាយពេលតែ20នាទីអីទេគឺមកដល់ទីតាំងបារីអូនស៊ីបាឡាតូរបស់ខាងប្អូនហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍ចង់បានផ្ទះមួយប្លង់នេះយកទៅរស់នៅអាចធ្វើការតាក់ទងមកកាន់បារីអូនស៊ីបាឡាយើងបានអរគុណ